ភាគីទាំងពីរយើងបានឯកភាពគ្នាទៅលើបទឈប់បាញ់បន្ទាន់មួយដែលនឹងចូលជាធរមានចាប់ពីថ្ងៃនេះនៅម៉ោង 12 ថ្ងៃត្រង់ស្របថ្ងៃទី27 ខែធ្នូឆ្នាំ 2025 នេះតទៅក្រោយពីបទឈប់បាញ់នេះយើងត្រូវបានអនុវត្តឲ្យបានពេញលេញក្នុងរយៈពេល72ម៉ោងដែលក្នុងនោះនឹងអាចឲ្យភាគីថៃមានលទ្ធភាពក្នុងការដោះលែងយោធិន18កម្ពុជា18រូបដែលបានជាប់នៅប្រទេសថៃអស់រយៈពេល151ថ្ងៃមកហើយខ្ញុំសង្ឃឹមថាបទឈប់បាញ់នេះហើយយើងមានការអត់ធ្មត់រហូតដល់72ម៉ោងដើម្បីធានាបាននៅការធានាបាននៅបទឈប់បាញ់នេះហើយ18រូបនេះបានត្រឡប់មកប្រទេសកម្ពុជាវិញជួបនឹងបងប្អូនក្រុមគ្រួសាររបស់គាត់វិញនៅថ្ងៃខាងមុខនេះ